រឿងរាជកហទារិកាគុណនៃការប្រគេននំដល់ព្រះមហាមោគលានកាលព្រះសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តវេលុវ័ននាក្រុងរាជក្រឹសកាលនោះមាននាងទារិកាម្នាក់នៅក្នុងក្រុងរាជក្រឹសជាកូនរបស់ឧបថាកៈព្រះមហាមោគលាននាងនោះជាស្ត្រីមានសទ្រាមាំក្នុងព្រះពុទ្ធសាសនាដល់អាយុ16ឆ្នាំមាតាបិតាបានរៀបឲ្យមានស្វាមីហើយបញ្ជូនឲ្យទៅនៅខាងសំណាក់មាតាបិតាក្មេកឯមាតាបិតាក្មេកនោះជាមនុស្សមិច្ឆាទិដ្ឋិមានចិត្តរពឹងរឹងរូសមិនជ្រះថ្លាក្នុងព្រះពុទ្ធសាសនាថ្ងៃមួយព្រះមហាមោគលាននិមន្តទៅបិណ្ឌបាតក្នុងភូមិនោះនាងកូនប្រសាបានឃើញហើយក៏ចុះទៅនិមន្តឲ្យឈប់នៅមុខផ្ទះរបស់ខ្លួនទើបនាងទៅប្រាប់ដល់ម្ដាយក្មេកម្ដាយក្មេកនោះធ្វើជាមិនឮគេចចុះពីលើផ្ទះបាត់ទៅនាងដឹងហេតុនោះហើយគិតពិចារណាថាក្នុងផ្ទះនេះមានវត្ថុអ្វីល្មមប្រគេនលោកមានតែនំមួយដែលអ្នកម្ដាយគាត់ទុកពិសាក៏យកនំនោះទៅកាត់ជាពីរចំណែកមួយចំណែកទុកជូនម្ដាយមួយចំណែកយកទៅប្រគេនព្រះមហាមោគលានព្រះមហាមោគលានធ្វើផាត់តានុមោទនាហើយក៏និមន្តបាត់ទៅម្ដាយក្មេកបានឃើញព្រះមហាមោគលាននិមន្តចេញទៅផុតហើយក៏ឡើងទៅលើផ្ទះនាងទារិកាក៏ចូលទៅអង្គុយបត់ជើងលើកដៃប្រណម្យជូនបុណ្យដែលបានប្រគេននំនោះដល់ម្ដាយក្មេកម្ដាយក្មេកខឹងខ្លាំងណាស់ក្រឡេកមើលទៅគៀនជញ្ជាំងឃើញអង្រែមួយក៏ចាប់អង្រែនោះសំពងកូនប្រសាត្រូវត្រង់ចង្គុយស្មាស្លាប់ក្នុងពេលនោះទៅកូនប្រសានោះបានទៅកើតក្នុងស្ថានតាវតឹងថ្ងៃមួយព្រះមហាមោគលាននិមន្តទៅស្ថានតាវតឹងបានឃើញនាងទេពធីតាស្ថិតនៅក្នុងវិមានមាសមានស្រីទេពអប្សរកំពុងចោមរោមបម្រើលោកក៏និមន្តទៅក្បែរវិមាននោះនាងទេពធីតាបានឃើញហើយមានសេចក្តីត្រេកអរណាស់នឹកថាព្រះថេរៈនេះហើយដែលបានសង្គ្រោះដល់អញក្នុងជាតិមុនក៏នាំបរិវារចុះទៅថ្វាយបង្គំព្រះមហាមោគលានមានថេរដីកាសួរប្រវត្តិរបស់នាងបានរៀបរាប់ប្រគេនដោយសពគ្រប់លោកក៏និមន្តមកស្ថានមនុស្សវិញនាំដំណឹងនោះទៅក្រាបទូលព្រះមានព្រះភិក្ខទ្រង់ប្រារព្ធរឿងនោះឲ្យជាហេតុក៏សម្ដែងនៅអានិសង្សរបស់ទានជាភ័យយោភាពក្នុងពេលនោះ